សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីរបៀប update app នៅក្នុងទូរស័ព្ទ Android របស់យើងហើយបងប្អូនចូលទៅក្នុង Play Store ដែលខ្ញុំគូររង្វង់ពណ៌ក្រហមបន្តមកទៀតបងប្អូនចូលទៅកន្លែង account របស់យើងដែលជា account Gmail របស់យើងបន្តមកទៀតបងប្អូនចូលទៅក្នុង Manage App and Device ហើយកន្លែងនេះមានន័យថាយើងចូលទៅ update កម្មវិធីរបស់យើងពីព្រោះមូលហេតុអីពីព្រោះដោយសារតែកម្មវិធី app មួយចំនួនគឺម្ចាស់ក្រុមហ៊ុនឬក៏ម្ចាស់ app ហ្នឹងគឺគេ update ព័ត៌មានថ្មីដើម្បីឲ្យងាយស្រួលបងប្អូនប្រើប្រាស់ហើយបងប្អូនចុចចូលទៅកន្លែង update available កន្លែងនេះដែលខ្ញុំគូររង្វង់ពណ៌ក្រហមបន្តមកទៀតបងប្អូនចុចកន្លែង update ដែលខ្ញុំគូររង្វង់ពណ៌ក្រហមដូចគ្នាបន្ទាប់មកឲ្យបងប្អូនចុចប៉ាក់មួយបងប្អូននឹង update app ដែលបងប្អូនប្រើប្រាស់នៅក្នុងទូរស័ព្ទដៃរបស់បងប្អូនដើម្បីឲ្យ app មានមុខងារថ្មីដែល update ដោយក្រុមហ៊ុន app ណាហើយទូយ៉ាងបើសិនបើយើងមិន update app របស់យើងនៅក្នុងទូរស័ព្ទដៃទេមានន័យថា app ដែលយើងកំពុងតែប្រើប្រាស់ហ្នឹងគឺវាពិបាកប្រើហើយមួយទៀតមុខងារថ្មីដែល update ដោយកម្មវិធី app ហ្នឹងគឺយើងអត់មានក្នុងការប្រើប្រាស់ទេណាហើយយើងឧស្សាហ៍ចូលទៅមើលតាមអ្វីដែលខ្ញុំណែនាំនៅក្នុងវីដេអូឧស្សាហ៍ចូលទៅ update app របស់យើងជាពិសេសដូចជា app Facebook Messenger Telegram អីជាដើមណាសូមអរគុណសម្រាប់ទស្សនាវីដេអូនេះអរគុណច្រើនជម្រាបលា